តម្លៃខុសគ្នារហូតដល់ជាង$10000ប៉ុន្តែរថយន្តទាំងពីរនេះមានម៉ាស៊ីនទំហំប៉ុនគ្នារូបរាងនិងទម្ងន់ប៉ុនគ្នាហើយមានត្រកូលហៃឡាក់ដូចគ្នាតើមួយណាជាជម្រើសបងហើយបងស្រឡាញ់មួយណាជាងទាំងនេះជារថយន្តហៃឡាក់ Revo សេរីឆ្នាំ2026តើបងប្អូនតើមើល Hilux Revo Edition 2026ដែលមានតម្លៃថា$49,000ជាមុនតើទៅជនអស់គ្នាផ្នែកខាងមុខរថយន្តបាន design មករាងធំប្រវែងរហូតដល់1.85.5ឯណោះបាទកម្ពស់ពីបាតដីរហូតដល់3 ទឹក10អញ្ចឹងរថយន្តធំកម្ពស់ខ្ពស់ល្អជាមួយនឹងម៉ាស៊ីនចំនួនថ្មី GD engine ដែលបានបំពាក់ជាមួយនឹងម៉ាស៊ីន Mazut 2.8 លីត្រ Turbo ដែលបង្កើនកម្លាំងសេះរហូតដល់201សេះនិងកម្លាំងរមុលដល់500 Newton ម៉ែត្រអ្វីដែលកាន់ពិសេសគឺកម្លាំងខ្លាំងប៉ុន្តែសន្សំចៃមែនទែនបងប្អូនអរគ្នាត្រឹមតែ7 ទៅ 8 លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រសម្រាប់ការរចនាផ្នែកខាងមុខ Hilux Revo Edition បានបំពាក់ជាមួយនឹងជង្គៀងប្រភេទ LED ដែលមាន projector ភ្លឺរលត់ដោយស្វ័យប្រវត្តិភ្លឺឆ្ងាយសន្សំចៃថាមពលជាមួយនឹងភ្លើងបំភ្លឺពេលថ្ងៃដែលហៅថា daytime running light បូកជាមួយនឹងភ្លើងសញ្ញោប្រភេទ LED អញ្ចឹងមកសំណុំជង្គៀងនេះគឺ LED ទាំងអស់បងប្អូនអរគ្នាឥឡូវមកផ្នែកខាងក្រោមបន្តិចបងប្អូនអរគ្នាអញ្ចឹងផ្នែក Edition យើងបានបំពាក់ជាមួយនឹង sensor នៅពេលបងប្អូនបើកបរជិះចូលចំណតទីចង្អៀតបងប្អូននឹងទទួលបានសញ្ញាចាប់ប្រាប់ឧបសគ្គសម្រាប់អតិថិជនទាំងអស់គ្នាខាងក្រោមក៏យើងមានជាមួយនឹងភ្លើងពណ៌ដែលធ្វើការចាំងពន្លឺជួយជះឆ្ងាយជូនអតិថិជននៅពេលបើកផ្លូវយប់ឬក៏មានអាប់ភ្លៀងផងដែរផ្នែកបណ្ណា design មកពីពីមីបងប្អូនគ្នាជាមួយនឹង chrome ហើយបានបំពាក់ជាមួយនឹងប្រភេទជ័រកណ្ដាលនេះគឺមើលទៅគេហៅថា black piano មើលទៅរលោងមែនទែនហើយជាមួយនឹងសំណាញ់ក៏ធំល្អធ្វើឲ្យរថយន្តស្រូបខ្យល់បានច្រើនធ្វើឲ្យម៉ាស៊ីនយើងឆាប់ត្រជាក់ផងដែរចូលមកដល់ផ្នែកជំហៀងវិញបងមើលទៅលើយ៉ានកង់បំពាក់ជាមួយនឹងយ៉ានកង់ Sport រាងខ្មៅបាទជាមួយនឹងកម្ពស់រថយន្តរហូតដល់3 ទឹក10ដែលធ្វើឲ្យរថយន្តនេះបើកបរនៅគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវទីក្រុងឬក៏ផ្លូវ off road គឺបានឆ្លងកាត់យ៉ាងងាយស្រួលផងដែររថយន្តទាំងពីរនេះបានបំពាក់ជាមួយនឹងប្រព័ន្ធជើងក្រោមដូចគ្នាម៉ាស៊ីនដូចគ្នាប្រអប់ដូចគ្នាប៉ុន្តែអ្វីដែលពិសេសនោះគឺបានបំពាក់ជាមួយនឹងប្រព័ន្ធកាពីតាប៉ុង1ប៉ុង2ដូចគ្នាភាពធំទូលាយដូចគ្នាហើយមានមុខងារប្រើច្រើនដូចគ្នាជាមួយនឹង Smart Key កៅអីស្បែកអូតូទូ Classic Fascia ប៉ុន្តែប្រភេទ Edition គឺពណ៌ទឹកប្រាក់ហើយ Rally គឺពណ៌ខ្មៅបែប Sport តែម្ដងហើយអ្វីដែល Rally លើស Edition នោះគឺមានបំពាក់ជាមួយនឹងកៅអីខ្យល់ត្រជាក់ Speaker JBL រហូតដល់9គ្រាប់ Screen អាចភ្ជាប់ជាមួយនឹង Apple CarPlay Android Auto ដោយមិនចាំបាច់ប្រើខ្សែជាមួយនឹងប្រព័ន្ធកំសាន្តអាចប្រើជាមួយ Wi-Fi មើល YouTube បានផងដែរកន្លែងមកមើលផ្នែកខាងក្រោយរបស់រថយន្តទាំងពីរនេះវិញគឺមានការរចនាស្អាតដូចគ្នាជាមួយនឹង stop ប្រភេទ LED បន្ទះកាមេរ៉ារយ៉ែជាមួយនឹង sensor ពេលបងប្អូនជិះចូលចំណតផងដែរអញ្ចឹងតើរថយន្តទាំងពីរនេះមួយណាជាជម្រើសបងប្អូនអរគ្នា Edition $49,000 Hilux Revo Rally តម្លៃ$56,000និងពណ៌សកម្មៃ$51,200អញ្ចឹងសម្រាប់អតិថិជនទាំងអស់គ្នាដែលមានតម្រូវការរថយន្តប្រភេទ pick up Hilux Revo Edition ឬក៏ Hilux Revo Rally បងប្អូនរួនឡើងតន់ស្តុកនឹងមានកំណត់ហើយកូនចាំខ្មែរកាន់តែគៀកមែនទែនហើយអញ្ចឹងបងប្អូនមានតម្រូវការអាចធ្វើការតំណែងមកលេខទូរស័ព្ទខាងលើឬក៏អញ្ជើញមកក្រុមហ៊ុន Toyota សាខាទូស្កាដល់ផ្ទាល់អរគុណជម្រាបលា